តោះសួស្តីអ្នកគ្នាអញ្ចឹងថ្ងៃនេះយើងមករៀនស្រៈហើយនឹងចញ្ញៈជាមួយគ្នាចំពោះស្រៈភាសាអង់គ្លេសឡើយនេះគឺមានចំនួន21តួដែលស្រៈតូលមានចំនួន10ហើយនិងស្រៈផ្សំរបស់វាគឺមានចំនួន11អញ្ចឹងចំពោះថ្ងៃនេះគឺរៀនចាប់ផ្ដើមរៀនតទៅនឹងស្រៈតូលរបស់យើងមុនតោះអូខេអញ្ចឹងស្រៈរបស់យើងគឺមានអាយ៉ាអយ៉អូយ៉ូអ៊ូយូអ៊ឺអ៊ីសូមម្ដងទៀតអាយ៉ាអយ៉អូយ៉ូអ៊ូយូអ៊ឺអ៊ីអូខេអញ្ចឹងឥឡូវយើងមកមើលពីរបៀបនៅក្នុងការសរសេរទាំងអស់គ្នាអូខេអញ្ចឹង A របស់យើងឥឡូវនេះគឺយើងធ្វើការសរសេរពីដងនិងពីលើចុះក្រោមពីឆ្វេងទៅស្ដាំហ្នឹងហើយអញ្ចឹងយើងអាចមើលតាមនឹងបានណាអូខេអញ្ចឹង A អញ្ចឹងនៅពេលដែលយើងសរសេរមែនទេនឹងយើងអាចថែមអ៊ីអឹងនេះនឹងនៅពីខាងមុខនឹងបានប៉ុន្តែចំពោះសំឡេងអ៊ីអឹងហ្នឹងគឺអត់មានសំឡេងទេហ្នឹងហើយអញ្ចឹង A ហ្នឹងហើយយើងសរសេរទៅដែរមក A តោះបន្តមកទៀតគឺយើងមើលគឺស្រៈយ៉ាអូខេអញ្ចឹងយ៉ាកន្លែងនេះគឺយើងសរសេរ3ដងយ៉ាអូខេអញ្ចឹង1 2 3 1 2 3អូខេកន្លែងនេះដូចគ្នាអញ្ចឹងយើងសរសេរអ៊ីអឹងពីខាងមុខមកយ៉ាបន្តមកទៀតគឺយើងមានស្រៈអអូខេអញ្ចឹងអគឺយើងសរសេរពីឆ្វេងមកស្ដាំអអូខេតោះអញ្ចឹងឡើងដូចគ្នាហ្នឹងហើយយើងអាចថែមអ៊ីអឹងពីខាងមុខនេះមកអអូខេអបន្តមកទៀតគឺយើងមានស្រៈយ៉អូខេអញ្ចឹងយ៉ឡើងដូចគ្នាយើងសរសេរចំនួន3ដងពីឆ្វេងទៅស្ដាំពីលើចុះក្រោមអញ្ចឹងយ៉អូខេអញ្ចឹងនៅពេលដែលយើងសរសេរម្នាក់ឯងហ្នឹងហើយអត់មានជាមួយព្យញ្ជនៈទេយើងដាក់អ៊ីអឹងពីខាងមុខយ៉បន្តមកទៀតគឺយើងមានស្រៈអូអូខេអូខេអញ្ចឹងអូយើងសរសេរ2ដងពីលើចុះក្រោមឆ្វេងទៅស្ដាំអញ្ចឹងគឺស្រៈអូខេអញ្ចឹងដូចគ្នាកន្លែងនេះយើងថែមអ៊ីអឹងពីខាងលើនេះមកដោយសារតែវាអត់មានជាមួយនឹងព្យញ្ជនៈណាអូខេអញ្ចឹងអូតោះបន្តមកទៀតគឺយើងមានស្រៈយ៉ូអូខេអញ្ចឹងយ៉ូកន្លែងនេះគឺយើងសរសេរ3ដងពីលើចុះក្រោមឆ្វេងទៅស្ដាំអូខេអញ្ចឹងយ៉ូអូខេយ៉ូអូខេអញ្ចឹងគឺយើងសរសេរប៉ុណ្ណឹងមកតមកទៀតហ្នឹងហើយកន្លែងនេះដូចគ្នាតោះយ៉ូបន្តមកទៀតគឺយើងមានអ៊ូអូខេអញ្ចឹងអ៊ូហ្នឹងហើយស្រៈអ៊ូរបស់យើងគឺយើងសរសេរ3ដង2ដងពីលើចុះពីឆ្វេងទៅស្ដាំទៅចុះក្រោមអ៊ូអូខេអញ្ចឹងស្រៈអ៊ូអូខេអ៊ូតោះបន្ទាប់ពីអ៊ូគឺយើងមានស្រៈយូអូខេអញ្ចឹងយូយើងសរសេរ3ដងមកឆ្វេងទៅស្ដាំលើចុះក្រោមឆ្វេងទៅស្ដាំលើចុះក្រោមលើចុះក្រោមអូខេយូអូខេយូតោះបន្ទាប់ពីយូគឺយើងមានអ៊ឺអូខេអញ្ចឹងអ៊ឺគឺយើងសរសេរតែម្ដងហ្នឹងឯងអ៊ឺតោះបន្ទាប់ពីអ៊ឺគឺយើងមានអ៊ីអូខេអញ្ចឹងអ៊ីគឺយើងសរសេរពីលើចុះក្រោមមកអ៊ីអូខេតោះអញ្ចឹងឥឡូវយើងរៀនអានជាមួយខ្ញុំទាំងអស់គ្នាតម្ដងទៀតអាយ៉ាអយ៉អូយ៉ូអ៊ូយូអ៊ឺអ៊ីអូខេសូមម្ដងទៀតតោះអាយ៉ា
อออยอยโอโอโยโยอูอูยูยูอืออืออีอีโอเคมาลองtiếp ya yo o yo u u y ok តោះបន្តទៀតឥឡូវយើងមករៀនពាក្យថ្មីទាំងអស់គ្នាដែលពាក្យថ្មីរបស់យើងឡើយនេះគឺមានចំនួន6ពាក្យហ្នឹងហើយតោះអញ្ចឹងពាក្យទី1នេះគឺ e e e អូខេអញ្ចឹង e នេះមានន័យថាលេខ2ហ្នឹងហើយឬក៏បកតាមមួយទៀតទៅជាថ្មិញថ្មិញយើងហ្នឹងថ្មិញខាងមាត់គឺថ្មិញ e អញ្ចឹង e អញ្ចឹង e នេះគឺមានន័យចំនួន2ហ្នឹងហើយគឺ e លេខទី1គឺលេខ2ហើយនឹងទី2គឺថ្មិញបន្តមកទៀតគឺយើងមាន o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  អូខេអញ្ចឹង o នេះគឺលេខ5បន្តមកទៀតគឺមាន oe 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 អូខេអញ្ចឹង oe នេះគឺត្រសក់ត្រសក់ណាផ្នែកត្រសក់បន្តមកទៀតគឺយើងមាន re 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 អូខេអញ្ចឹង re នេះយើងបកថាកូនក្មេងហ្នឹងហើយកូនក្មេងនេះប្រុសក៏បានស្រីក៏បានដែរអត់អីទេ re re បន្តមកទៀតគឺយើងមាន uyu 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 អូខេអញ្ចឹង uyu នេះគឺទឹកដោះគោបន្តមកទៀតគឺយើងមាន yo u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  នេះគឺសត្វកញ្ជ្រោងហ្នឹងហើយអូខេអញ្ចឹងឥឡូវយើងមករៀនអានមួយខ្ញុំដល់គ្នាម្ដងទៀតគឺមាន e e បន្តមកទៀតគឺយើងមាន o o បន្តមកទៀតគឺយើងមាន oe oe re re uyu uyu yo u yo u ម្ដងទៀតជាលើកចុងក្រោយ e o oe re uyu ហើយនឹង yo u yo u អូខេតោះអញ្ចឹងចំពោះស្រៈរបស់យើងទាំង11ហ្នឹងហើយគឺយើងមានតែប៉ុណ្ណេះទេហ្នឹងហើយនេះម្ដងទៀតតោះ a ya o yo o yo u u e អូខេអញ្ចឹងឥឡូវយើងសូមបញ្ចប់ត្រឹមតែប៉ុណ្ណឹងហើយចំពោះម៉ោងក្រោយយើងនឹងរៀនតាក់ទងទៅនឹងព្យញ្ជនៈទាំង14តួសិនហើយចំពោះព្យញ្ជនៈរបស់យើងគឺមាន19ប៉ុន្តែវាមានព្យញ្ជនៈតូឡើងនេះគឺយើងមានចំនួន14តួហើយនឹងព្យញ្ជនៈផ្សំឡើងនេះគឺមានចំនួន5តួអញ្ចឹងម៉ោងក្រោយយើងនឹងរៀនតាក់ទងទៅនឹងព្យញ្ជនៈទាំង14តួ